ពេលលំបាកបំផុតនឹងវាបញ្ហាមានតែអត់មានលុយឲ្យកូនទៅរៀនហើយអត់មានអាហារហូបចុកអត់មានបាយនិយាយរួមទៅអត់មានបាយហូបបដ ாய் លោកគ្រូដាច់បាយបដ ாய் ខ្ញុំមិនដឹងថាធ្វើយ៉ាងម៉េចឲ្យបានបាយកូនហូបទេខ្ញុំឈ្មោះសម្រិទ្ធសារាវហើយខ្ញុំមានហើយកូន3នាក់មុននឹងខ្ញុំជួបសង្កាត់ក្រុមគ្រួសារខ្ញុំធ្លាក់ខ្លួនដល់ចំណុច0ដោយសារខ្ញុំពីការជើងខ្ញុំទៅរកអីអត់បានចាខ្ញុំទៅរកអីអត់បានទេហើយរកតែប្តីខ្ញុំតែឯងទប់អត់ឈ្នះអញ្ចឹងក្រុមគ្រួសារខ្ញុំហូបចុកអត់គ្រប់គ្រាន់ហូបចុកអត់គ្រប់គ្រាន់ទេដោយសារលុយនឹងបានមកខ្ញុំទុកសម្រាប់ឡើងថ្លៃផ្ទះផងទុកសម្រាប់បងអង្គការផងធ្វើការជាមួយសង្កាត់តាំងពីខ្ញុំស្គាល់គាត់មកប្រហែលចូល 4-5 ខែហើយខាងសង្កាត់ជួយខ្ញុំគាត់ជួយឲ្យទី1គាត់ជួយឲ្យកូនខ្ញុំបានអាហារហូបចុកក្នុងសាលារៀនចានឹងខ្ញុំធូរចិត្តខ្ញុំសប្បាយចិត្តគាត់ណាចូលបានភ្លាមខ្ញុំរំភើបចិត្តខ្ញុំយំពេលហ្នឹងភ្លាមហើយឥឡូវខ្ញុំមានពេលធ្វើការពេញដៃពេញជើងអត់គិតច្រើនដូចពីមុនចាហើយបានធ្វើការនេះដោយសារសង្កាត់កាត់រោឲ្យខ្ញុំដែរព្រោះអីខ្ញុំមានជំនាញខាងកាត់ដេរអញ្ចឹងកាត់រោខាងជំនាញកាត់ដេរឲ្យខ្ញុំត្រូវនឹងខ្ញុំរោខ្ញុំអាចបានគ្រាន់បើជាងមុនឆ្ងាយខាងសង្កាត់ក៏តម្លាក់ម៉ាស៊ីនដេរឲ្យខ្ញុំមួយទៀតអញ្ចឹងសុគន្ធខាងសង្កាត់ធ្ងន់ធ្ងរសម្រាប់ខ្ញុំមកបច្ចុប្បន្ននេះខ្ញុំរោបថាមួយថ្ងៃខ្ញុំរោបាន 30000 ចា 30000 តែបើខ្ញុំយកអីវ៉ាន់ដេរពីល្ងាចដូចលោកគ្រូឃើញមិនអញ្ចឹងខ្ញុំយកមកអញ្ចឹងខ្ញុំចូលប្រហែលជាម៉ោង 8 ទៀតខ្ញុំបាន 50000 សប្បាយចិត្តណាស់លោកគ្រូខ្ញុំនិយាយត្រង់អាជីវភាពខ្ញុំឥឡូវខ្ញុំមានហើយហូបចុកគ្រប់គ្រាន់កូនខ្ញុំបានទៅរៀនដូចគេដូចឯងហើយការងារខ្ញុំឥឡូវក៏មានប្រចាំថ្ងៃរាល់ថ្ងៃចាហើយនិយាយរួមទៅការអាជីវភាពខ្ញុំរាល់ថ្ងៃនេះល្អប្រសើរជាងមុនឆ្ងាយ